មួយរយៈនេះគឺថាមេឃរៀងក្តៅមកសងល្មមដែរបងប្អូនអើយបាទនៅតាមទីជនបទយើងអញ្ចឹងខ្ញុំក៏បានទៅកាច់ទួយស្ដៅហើយមានតែងដែងបាទយកមកឲ្យបបាហេងគាត់រៀបចំបាទអាំងត្រីដែងទឹកត្រីពលទុំបាទហូបជាមួយនឹងទួយស្ដៅម្ដងបងប្អូនបាទហើយថ្ងៃមុនគឺយើងហូបដែរគាត់ថានេះយើងធ្វើមួយត្រីដែងទឹកត្រីពលទុំមួយបែបទៀតគឺថារដូវនេះគឺថាឆ្ងាញ់តែម្ដងហើយបងប្អូនអត់សូវចូលចិត្តស្ដៅបាទដឹងហើយថាវាមានរសជាតិល្វីងអញ្ចឹងគឺយើងយកស្រស់វាទៅបាទក៏ជួយកាត់បន្ថយបាទភាពល្វីងដែរហើយបន្ទាប់ពីយើងស្រស់ស្ដៅហើយនេះគឺជាបាទរូបមន្តបាទធ្វើទឹកត្រីពលទុំរបស់បបាហេងគាត់ថាយើងចាយពីបន្តិចមិនប៉ុន្តែបាទគឺថារសជាតិវាឆ្ងាញ់អញ្ចឹងប៉ុន្តែឆៃដល់ថ្ងៃនឹងថតទៅបាទកាមេរ៉ាទូរស័ព្ទឡើងកម្ដៅអញ្ចឹងក៏បានបិទវាសិនបាទហើយក៏យកត្រីមកអាំងម្ដងបងបាទអញ្ចឹងត្រីហ្នឹងយើងអាំងទៅហើយយើងមើលវាបាទឲ្យមកសពប់អញ្ចឹងទៅធ្វើសាច់វាប្រែប្រួលដើម្បីឲ្យសាច់វាប៉ោងតឹងល្អតែដែរBơ tôm này, bơ tôm tuột rồi còn được khơi của ngành dân này nó mồm đó anh một bộ thôi mình trộn chất đấy bằng cái này chân non phi đài mình lấy ăn quật của con bờ tùng nào có nốt mà